ចៅវាយទិញសាច់ខ្លះទៅចៅវាយមិនបានទេយើងមានលុយឯណាទៅទិញសាច់ឲ្យពួកគេនោះរើសតែរបស់ណាដែលទុកបានយូរទៅបានហើយអញ្ចឹងមានតែយកត្រីងៀតទេទុកបានយូរខែមិនកើតទេត្រីងៀតវាស្រួលហូបពួកគេនឹងហូបច្រើនឆាប់អស់ជាមិនខានណែយើងយកវាមកប្រឡាក់ជាមួយនឹងត្រីនោះទុកកាន់តែយូរមិនសាច់ស្អុយហើយពួកគេមិនសូវហូបបានច្រើនទៀតហើយហូបបានយូរថ្ងៃទៀតផងធ្វើអញ្ចឹងបៃណាស់ចៅវាយពួកគាត់ហូបមិននឹងកើតទៅកុំចេះជើងយើងពេកមានរបស់ហូបវាគ្រាន់ជាងអត់អីតោះឆាប់ទៅទិញទៅឲ្យអំបិលខ្ញុំ2ការុងមកបាទថ្លៃដឹកទាំងអស់ 40000 រៀលរួមនឹងថ្លៃដឹក 10000 រៀលទៀតណែមិនបាច់ដឹកឲ្យខ្ញុំទេចាំបាច់អីខ្ញុំចំណាយ 10000 រៀលទៀតថ្លៃដឹកជញ្ជូននោះអ្នកនៅជាមួយខ្ញុំគេអាចធ្វើបានតើគ្រាន់តែការងារប៉ុណ្ណឹងនោះណែតែក្រុងធំណាស់ខ្ញុំខ្លាចតែគាត់លើកមិនរួចមែនតាចៅវាយខ្ញុំលើកតែឯងមិនរួចទេស្អីគេ2ការុងនឹងលើកមិនរួចមែនអញ្ចឹងយើងឲ្យឯងទៅធ្វើអីគេវិញ